បងប្អូនទាំងអស់គ្នានេះគឺជាមុខម្ហូបនៅឋានសួគ៌កាហ្វេដែលឥឡូវនេះគាត់មានអាប់ដេតច្រើនមែនទែនបងប្អូនទាំងអស់គ្នាមានតាំងពីមីហិលបាទមីហិលនេះគឺមួយចានត្រឹមតែ 10000 រៀលតែប៉ុណ្ណោះបងប្អូនហើយសម្រាប់ពងមាន់អាំងក៏មានដែរបងប្អូនទាំងអស់គ្នាហើយមានតាំងពីម្ជូរទៀតបងប្អូននេះអ្នកដែលមកចង់អង្គុយញ៉ាំម្ជូរក៏បានដែរបងប្អូនម្ជូរហើយម៉នុយមួយទៀតដែលពិសេសនោះគឺបុកល្ហុងសាច់គោខ្ញុំស្មានថាភ្លាសាច់គោតែបងប្អូនមកមិញណាគឺបុកល្ហុងសាច់គោគឺជាម៉នុយថ្មីតែម្ដងដែលធ្លាប់តែបុកល្ហុងបកាបុកល្ហុងអីផ្សេងគឺសមុទ្រអីចឹងណាតែនេះគឺប្លែកគឺបុកល្ហុងសាច់គោបងប្អូនអាចមកភ្លក់បាននៅឋានសួគ៌កាហ្វេគឺតម្លៃត្រឹមតែ 10000 រៀលតែប៉ុណ្ណោះបងប្អូនញ៉ាំបុកល្ហុងមួយចានបាទឬក៏មីហិលមួយចានហើយបងប្អូនទាំងអស់គ្នាញ៉ាំកាហ្វេតែជ្រក់អីមួយកែវក៏បានដែរហើយញ៉ាំពងមាន់អាំងក៏បានដែរបាទអញ្ចឹងនៅឋានសួគ៌កាហ្វេឥឡូវគឺមានសម្បូរបែបមែនទែនបងប្អូនទាំងអស់គ្នាញ៉ាំកាហ្វេមិនត្រឹមតែញ៉ាំកាហ្វេទេមានបាយឆាមានមីឆាមានមីហិលបាទមានបុកល្ហុងសាច់គោក៏ដូចជាបងប្អូនទាំងអស់គ្នាអាចទស្សនានៅសត្វផ្សេងបានមានដូចជាសត្វផ្សេងនៅខាងក្រោមបាទសត្វផ្សេងសត្វស្ទាំងមានតាំងពីដៃនូសឺសម្រាប់ក្មេងៗបងប្អូនមកក្រុមគ្រួសារគឺអាចមកលេងបាននៅឋានសួគ៌កាហ្វេដែលមានទីតាំងស្ថិតនៅក្នុងស្រុកព្រៃកបាស់ខេត្តតាកែវផ្ទាល់តែម្ដងអញ្ចឹងគឺត្រូវមែនទែនសម្រាប់បងប្អូនដែលនៅខេត្តតាកែវស្រុកព្រៃកបាស់នេះគឺចិត្តស្ពានកំពង់ចកបងប្អូនដែលធ្វើដំណើរមកពីភ្នំជីសូណាមកដល់ស្ពានកំពង់ចកបងប្អូនហួសស្ពានកំពង់ចកនឹងប្រហែលជា1គីឡូទៅ2គីឡូបងប្អូននឹងឃើញខាងស្ដាំដៃហើយឋានសួគ៌កាហ្វេគឺផ្លាកនៅជាប់ផ្លូវជាតិនឹងតែម្ដងបងប្អូនអាចមើលទីតាំងនៅក្នុង comment ខាងក្រោមក៏បានដែរបាទវីដេអូនេះគឺសម្រាប់បងប្អូនទាំងអស់គ្នាអ្នកនៅខេត្តតាកែវស៊ូមីហិលបាទឆ្ងាញ់តំណងមែនតើបងប្អូនជាតិរបស់គាត់បងប្អូនឆ្ងាញ់ណាស់ទឹកក៏ឆ្ងាញ់ដែរបងឆ្ងាញ់ជាតិហ្មងនេះបាទមីហិលឆ្ងាញ់អូខេឥឡូវខ្ញុំភ្លក់បុកល្ហុងសាច់គោម្ដងដែលមើលដូច clear បាទតែនេះជាបុកល្ហុងសាច់គោមនុយថ្មីណាហើយសាច់គោគឺស្រស់អញ្ចឹងបាទសាច់គោស្រស់តែម្ដងណាឥឡូវខ្ញុំភ្លក់បាទភ្លាច្រឡំភ្លាបុកល្ហុងសាច់គោបាទមនុយប្លែកតែម្ដងឆ្ងាញ់បងឆ្ងាញ់រសជាតិគឺឆ្ងាញ់ដូចភ្លាសាច់គោអញ្ចឹងតែវាមានជាតិបុកល្ហុងដោយសារមានល្ហុងមានអីណាអញ្ចឹងមនុយនេះហៅថាបុកល្ហុងសាច់គោនៅឋានសួគ៌កាហ្វេណាបងប្អូនឆ្ងាញ់គ្រប់មុខតែម្ដងនេះអូខេឥឡូវយើងភ្លក់ពងមាន់អាំងម្ដងបងប្អូនយើងដាក់គ្រឿងចេះមកនេះបាទគ្រឿងខ្ទឹមគ្រឿងក្រូចឆ្មាក៏ដូចជាម្រេចអញ្ចឹងណាយើងដាក់ហើយយើងអាចកូរឲ្យសព្វចេះមកបាទយើងកូរអញ្ចឹងមកបាទនេះរបៀបញ៉ាំពងមាន់អាំងណាបាទកូរអញ្ចឹងមកហើយយើងស្ទើរយើងថែមតិចទៀតមកបាទយើងកុំដាក់បន្តិចម្ដងអត់ឆ្ងាញ់ទេកូរអញ្ចឹងបាទកូរចេះបាទកូរអញ្ចឹងមកហើយយើងមិនបាច់ប្រើសភាបាទបងប្អូនមិនបាច់ប្រើសភាក៏បានដែរដើម្បីញ៉ាំពងមាន់ឲ្យឆ្ងាញ់បាទគឺយើងកូរឲ្យសព្វបាទដាក់គ្រឿងបាទដាក់ដូចខ្ញុំអញ្ចឹងមកបាទហើយយើងកាយញុកតែម្ដងបាទអស់ញ៉ាំ